បងខ្ញុំសង្កេតឃើញថាប្រជាជនយើងភាគច្រើនណាគាត់មិនសូវចាប់អារម្មណ៍រឿងការកាត់ប្លង់ទេគាត់ទិញផ្ទះទិញអីពីបូរីមកប្លង់ហ្នឹងគឺឈ្មោះរបស់ម្ចាស់បូរីបាទហើយតើវាមានបញ្ហាអ្វីនៅពេលដែលយើងមិនបានធ្វើការផ្ទេរផ្ទូប្លង់ហ្នឹងដាក់មកឈ្មោះយើងផ្ទាល់បាទបងបាទជំរាបសួរលោកលោកស្រីអ្នកនាងកញ្ញាដែលកំពុងតែទស្សនាវីដេអូរបស់ខ្ញុំបាទប្រធានបទថ្ងៃនេះគឺខ្ញុំចង់និយាយអំពីពន្ធប្រថាប់ត្រាបាទហើយវាគ្មិនរបស់យើងដែលចូលរួមនេះគឺលោកបងវ៉ាវណ្ណាគាត់ជាអគ្គនាយកនៃក្រុមហ៊ុន Properdia បាទជំរាបសួរបងវណ្ណាបាទជំរាបសួរបងជំរាបសួរបាទថ្ងៃនេះខ្ញុំសប្បាយរីករាយណាស់ដែលបងផ្ដល់កិត្តិយសអញ្ជើញមកដល់ studio របស់ Bayon App បាទសូមបងណែនាំខ្លួនតិចទៅដល់ទស្សនិកជនយើងដែលកំពុងតែទស្សនាបងបាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះវ៉ាវណ្ណាជាសហស្ថាបនិកនិងជានាយកគ្រប់គ្រងរបស់ខាងក្រុមហ៊ុន Properdia ដែលយើងមានឯកទេសពាក់ព័ន្ធជាមួយនឹងឯកសារពាក់ព័ន្ធជាមួយនឹងអចលនទ្រព្យហើយនឹងកិច្ចការសុរិយោដីបាទអរគុណច្រើនបាទថ្ងៃនេះប្រធានបទយើងនិយាយអំពីពន្ធប្រថាប់ត្រាបងខ្ញុំសង្កេតឃើញថាប្រជាជនយើងភាគច្រើនណាគាត់មិនសូវចាប់អារម្មណ៍រឿងការកាត់ប្លង់ទេគាត់ទិញផ្ទះទិញអីពីបូរីមកប្លង់ហ្នឹងគឺឈ្មោះរបស់ម្ចាស់បូរីបាទហើយតើវាមានបញ្ហាអ្វីនៅពេលដែលយើងមិនបានធ្វើការផ្ទេរផ្ទូប្លង់ហ្នឹងដាក់មកឈ្មោះយើងផ្ទាល់បាទបងបាទឥឡូវយើងនិយាយអំពីប្រវត្តិរបស់ពន្ធប្រថាប់ត្រាបន្តិចកាលពិតទៅពន្ធប្រថាប់ត្រាគឺយើងបង្កើតឡើងចាប់ពីឆ្នាំ1991មកម្លេះហើយបន្ទាប់មកទៅឆ្នាំ1991ហ្នឹងពន្ធប្រថាប់ត្រា6%បាទដល់ទៅពេលហើយរដ្ឋាភិបាលបានបង្កើតពន្ធម្ដងទៀតច្បាប់ម្ដងទៀតនៅក្នុងចុងឆ្នាំ2000ក្នុងឆ្នាំ1994ដែលអនុវត្តចាប់ពីឆ្នាំ1995មកគឺយើងគិតតែ4%ទេ4%បាទហើយពន្ធប្រថាប់ត្រាហ្នឹងគឺវាកើតឡើងនៅពេលដែលមានការផ្ទេរកម្មសិទ្ធិបាទផ្ទេរកម្មសិទ្ធិហ្នឹងមានទាំងការលក់ដូរក៏ដោយមានទាំងការផ្ទេរសូម្បីតែអំណោយនោះក៏យើងត្រូវឆ្លងកាត់ពន្ធប្រថាប់ត្រាដែរប៉ុន្តែយើងតែងតែឮថាឲ្យតែនិយាយអំពីពន្ធប្រថាប់ត្រាយើងគិតទៅដល់តែអចលនវត្ថុបាទភាពពិតទៅអចលនវត្ថុគឺជាផ្នែកមួយហើយពន្ធប្រថាប់ត្រាការពិតទៅវាជាប់ជាមួយនឹងខាងសូម្បីតែនៅការផ្ទេរភាគហ៊ុនក៏ជាប់ពន្ធប្រថាប់ត្រាដែរហើយសូម្បីតែនៅលើចលនវត្ថុដូចជាឡានម៉ូតូក៏ជាប់ពន្ធប្រថាប់ត្រាដែរហើយនៅក្នុងការគេហៅមួយទៀតគេហៅថាអភិតិសន្យាឬក៏ការជួញដូរទៅលើរូបិយប័ណ្ណក៏វាជាប់ពន្ធប្រថាប់ត្រាដែរប៉ុន្តែក្នុងថ្ងៃនេះយើងលើកឡើងតាក់ទងតែជាមួយនឹងរឿងផ្ទះទេរឿងអចលនវត្ថុទេបាទអញ្ចឹងយើងនឹងបកស្រាយតាក់ទងជាមួយនឹងថាពន្ធប្រថាប់ត្រាហ្នឹងតើនៅពេលដែលយើងទិញជាមួយនឹងបូរីអនុគ្រោះពន្ធ 4% ហ្នឹងអនុគ្រោះរបៀបម៉េចបាទកាលពិតទៅនៅក្នុងការពីឆ្នាំ2023យើងឃើញថាមានសេចក្តីប្រកាស2ដងក្នុងម្ដងនោះបើតាមខ្ញុំចាំនៅក្នុងអំឡុងខែ4ក្នុងខែមេសាឆ្នាំ2023ហ្នឹងមានការប្រកាសតាក់ទងជាមួយនឹងការលើកលែងពន្ធប្រថាប់ត្រាដែលមានតម្លៃផ្ទះហ្នឹងគឺចាប់ពី 70000 បានន័យថាបើសិនជា 70000គឺអត់ជាប់ពន្ធប្រថាប់ត្រាទេលើពី 70000ទៅជាប់ពន្ធប្រថាប់ត្រាបាទអ្នកខ្ញុំក៏ទទួលបានព័ត៌មានចឹងដែរបាទក្រោយមកចឹងទៅក៏មានមតិមហាជនជាច្រើនដែលគេនិយាយតាក់ទងជាមួយនឹងពន្ធហ្នឹងថាហេតុអីបានជាថាលើកលែងហើយតែខ្ញុំទៅprocess ដើម្បីផ្ទេរប្លង់នឹងចូលឈ្មោះខ្ញុំមិនក៏នៅតែជាប់ពន្ធដដែលអញ្ចឹងបាទអញ្ចឹងនៅក្នុងអំឡុងខែ6ឆ្នាំ2023ហ្នឹងមានសេចក្តីប្រកាសម្ដងទៀតសេចក្តីប្រកាសម្ដងទៀតតាក់ទងជាមួយនឹងពន្ធប្រថាប់ត្រាហ្នឹងគេបកស្រាយគេថាអនុគ្រោះបានលុះត្រាតែបូរីហ្នឹងគឺជាបូរីដែលមានអាជ្ញាប័ណ្ណទី1ហើយទី2តាក់ទងជាមួយនឹងថ្ងៃខែនៃការទិញអចលនវត្ថុនោះបានន័យថាការពីប្រកាសលើកហ្នឹងគឺដូចជាចាប់ពីថ្ងៃទី20ចន្លោះពីថ្ងៃទី25ខែកុម្ភៈឆ្នាំ2019រហូតទៅដល់ថ្ងៃទី31ខែធ្នូឆ្នាំ2024អញ្ចឹងរាល់ការទិញលក់ដែលក្នុងចន្លោះហ្នឹងគឺ free ឲ្យពន្ធប្រថាប់ត្រាគឺអត់គិតទេតែសម្រាប់បូរីឬក៏សំណង់លំនៅឋានដែលមានអាជ្ញាប័ណ្ណអញ្ចឹងតោះតែយើងទិញបូរីឬទិញលំនៅឋានហ្នឹងពីក្រុមហ៊ុនមានអាជ្ញាប័ណ្ណទៀតបានអាចទទួលការលើកលែងពន្ធប្រថាប់ត្រានឹងបានបាទមានលក្ខខណ្ឌអីទៀតទេបងក្រោយមកទៀតនៅក្នុងឆ្នាំ2025ច្រឡំក្នុងឆ្នាំ2024បាទមិននិយាយពី2023បាទសេចក្តីប្រកាស2ដងបាទនៅក្នុងឆ្នាំ2024មានសេចក្តីប្រកាសរហូតដល់3ដងទៀតបាទអញ្ចឹងនៅក្នុងខែ1ឆ្នាំ2024ហ្នឹងក៏បានបញ្ជាក់ម្ដងទៀតតាក់ទងជាមួយនឹងរឿងថាការអនុគ្រោះលើពន្ធប្រថាប់ត្រាហ្នឹងគេបញ្ជាក់ឲ្យម្ដងទៀតដើម្បីឲ្យជាពលរដ្ឋបានដឹងឲ្យច្បាស់ហើយក្រោយមកទៀតនៅក្នុងខែដូចជាចន្លោះខែ10ឆ្នាំ2024ដដែលហ្នឹងមានសេចក្តីប្រកាសបញ្ជាក់មួយទៀតដែលមានអនុសាសន៍ចេញពីរដ្ឋាភិបាលតាក់ទងជាមួយនឹងការលើកលែងពន្ធប្រថាប់ត្រាហ្នឹងដោយគាត់បានបញ្ជាក់ថាដោយសារតែរឿងមួយចំនួនពាក់ព័ន្ធជាមួយនឹងរឿងថាបូរីដែលមានអាជ្ញាប័ណ្ណឬក៏មិនមានអាជ្ញាប័ណ្ណហ្នឹងវាពិបាកក្នុងការគ្រប់គ្រងណាបើថាតែគាត់និយាយថាអង្គខ្លាចជាបាយទៅហើយអញ្ចឹងឲ្យគាត់បកទៅក្រោយទៅរកអាជ្ញាប័ណ្ណវិញវាអត់កើតដោយសារអាជ្ញាប័ណ្ណដែលយើងនិយាយនេះគឺជាអាជ្ញាប័ណ្ណដែលយើងយកចេញពីនិយត្តករដែលយើងតែងតែនិយាយថា no obon ណា no obon មកពាក្យថានិយត្តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំអញ្ចឹងតើតាមានអាជ្ញាប័ណ្ណហ្នឹងតែអាជ្ញាប័ណ្ណរបស់ខាង no obon ហ្នឹង
nó bỏ tới tại bạc ca lang trong năm pi quan tâm muốn đi tê ទៅចេញក្រោ ប៉ុ យ ន្តែអ្នកដែលរស់ស៊ីលើវិស័យអចលនទ្រព្យនឹងតាក់ទងមួយបរិយហ្នឹង យូរហើយ យូរហើយ បាទ យូរហើយតាំងពីឆ្នាំណាឆ្នាំណីដល់តែពេលអញ្ចឹងគេថាអង្គខ្លាយជាបាយទៅហើយ បាទបាទ ហើយអញ្ចឹងក៏រដ្ឋាភិបាលបានចេញស្តីប្រកាសមួយទៀតនៅក្នុងចុងឆ្នាំ2024ហ្នឹងបញ្ជាក់ហ្មង បាទ ថារាល់បរិយឬក៏សំណង់ដែលមានអាជ្ញាប័ណ្ណទាំងអស់ឬក៏មិនមានអាជ្ញាប័ណ្ណក៏ដោយឲ្យតែជាលក្ខណៈបរិយឬក៏សំណង់ដែលជាលក្ខណៈលំនៅឋានមានទាំងសម្បីតែដីឡូក៏ដោយឲ្យតែមានកិច្ចសន្យាទិញលក់ឲ្យមានក្រុមហ៊ុនត្រឹមត្រូវឬក៏មួយទៀតតាក់ទងជាមួយនឹងសំណង់បរិយឬក៏ខុនដូអីក៏ដោយ បាទ ឲ្យតែថាបានមានលិខិតស្នើសុំអីមានអាជីវកម្មអីត្រឹមត្រូវមានកិច្ចសន្យាទិញលក់អីយកអាកិច្ចសន្យាទិញលក់ហ្នឹងមក បាទ យកមកអមជាមួយនឹងលិខិតដែលមានឈ្មោះរបស់ខាងម្ចាស់បរិយនេះ បាទ យកមកគឺអនុគ្រោះឲ្យពន្ធប្រថាប់ត្រានឹងហើយពន្ធប្រថាប់ត្រានឹងទៀតសោតនៅក្នុងសេចក្តីប្រកាសនៅក្នុងចុងឆ្នាំ2024ហ្នឹងគឺបានបញ្ជាក់ទៀតថាសម្រាប់ប្រជាពលរដ្ឋខ្មែរយើងក៏ដោយបរទេសក៏ដោយឲ្យតែថាទិញទ្រព្យលើកដំបូងអនុគ្រោះពន្ធប្រថាប់ត្រារហូតដល់ 21,000 21,000 បាទ បាទ 21,000 ខ្ញុំតែអ្វីដែលខ្ញុំធ្លាប់ដឹងត្រឹមតែ $7,000 ចុះក្រោមគាត់ណាប៉ុន្តែសម្រាប់អ្នកដែលទិញទ្រព្យលើកដំបូងគឺតម្លៃ 21,000 ចុះក្រោមគឺលើកលែងពន្ធប្រ បាទ ថាប់ លើកលែងពន្ធប្រថាប់ត្រា ហើយរយៈពេលកំណត់ទេត្រឹមឆ្នាំណាតាមដែលខ្ញុំដឹងដូចចុងឆ្នាំ2025ហ្នឹង បាទសេចក្តីប្រកាសកាលពីចុងឆ្នាំ2024ហ្នឹងបានបញ្ជាក់ថារហូតទៅដល់ចុងឆ្នាំ2025អានេះថាថ្ងៃទី31ខែធ្នូឆ្នាំ2025ឥឡូវហ្នឹងមកដល់ពេលហ្នឹងយើងមិនទាន់ឃើញមានសេចក្តីប្រកាសអីថ្មីមួយទៀតទេប៉ុន្តែខ្ញុំជឿជាក់ថានៅក្នុងចុងឆ្នាំនេះប្រកាសជាមានសេចក្តីប្រកាសព្រោះជិតដល់ថ្ងៃកំណត់ហើយនឹងជាមួយសេចក្តីប្រកាសម្ដងទៀត បាទខ្ញុំគិតថាបើសិនរដ្ឋាភិបាលពជាមួយឆ្នាំទៀតទៅព្រោះខ្ញុំឃើញថាដូចជាព័ត៌មានអស់ហ្នឹងមិនទាន់ជ្រាបទៅដល់ប្រជាពលរដ្ឋយើងទេណា បាទបាទ បាទហើយចង់សួរបងវិញថាតើការ process ក្នុងការផ្ទេរផ្ទូកម្មសិទ្ធិហ្នឹងដើម្បីទទួលបានការលើកលែងពន្ធហ្នឹងពិបាកទេបង បើនិយាយអំពី process ហ្នឹងសម្រាប់អ្នកដែលគាត់អត់សូវបានធ្វើដោយខ្លួនឯងឬគាត់អត់យល់គាត់គិតថាពិបាក ពិបាក បាទតែវិធីពិតជាក់ស្ដែងទៅមិនជាពិបាកទេ បាទ ព្រោះ process ចូលទៅដូចជាបើសិនជាយើងធ្វើខ្លួនឯងណាធ្វើខ្លួនឯងហ្នឹងគឺយើងអាចចូលទៅដំបូងគឺយើងរៀបចំឯកសារទៅចូលទៅភូមិបាលទៅ បាទ ចូលទៅភូមិបាលចេញពីភូមិបាលមកវិញអញ្ចឹងទៅយើងចូលទៅខាងមន្ទីរគេរៀបចំដីកាដើម្បីបញ្ជូនទៅពន្ធ បាទ ហើយពេលដែលពន្ធគេគិតគូរហើយពន្ធសូន្យឬក៏ពន្ធប្រមាណអីចឹងគេបានសេចក្តីប្រកាសពន្ធហ្នឹងមកវិញយើងចូលទៅមន្ទីរវិញទៅឯកសារហ្នឹងចូលឈ្មោះយើងហើយ បញ្ហានេះជាជំនាញរបស់បងដោយសារបងផ្ដល់សេវាកម្មនេះនៅក្នុងប្រទេសកម្ពុជាយើងយូរមកហើយដូចនេះសម្រាប់បងប្អូនយើងដែលមានបញ្ហាក្នុងការផ្ទេរផ្ទូប្លង់កម្មសិទ្ធិជាពិសេសពាក់ព័ន្ធនឹងឯកសារកិច្ចសន្យាអីផ្សេងៗនៅក្នុងវិស័យអចលនទ្រព្យបងប្អូនអាចទំនាក់ទំនងជាមួយបងវណ្ណាបាទបងវណ្ណាដែលជាអគ្គនាយកក្រុមហ៊ុន Property ដែលគាត់មានជំនាញផ្នែកខាងហ្នឹងបាទចង់ជម្រាបសួរបងដែរថាក្រុមហ៊ុនរបស់បងហ្នឹងបង្កើតមករយៈពេលប្រហែលឆ្នាំហើយធ្វើម៉េចដើម្បីទំនាក់ទំនងបងតាមមានមធ្យោបាយណាខ្លះដើម្បីតាក់ទងទៅខាងក្រុមហ៊ុនរបស់បងបាទ បាទបងបាទធៀបទៅឈ្មោះ Property នេះយើងបានបង្កើតឡើងនៅក្នុងឆ្នាំ2015 បាទហើយយើងបង្កើត2015ហ្នឹងដោយឡែកយើងអត់ទាន់ដូចថាមិនទាន់មានក្រុមការងារពេញលេញទេ បាទ អញ្ចឹងរហូតដល់ឆ្នាំ2018ទើបយើងចាប់ដើមមានក្រុមការងារពេញលេញយើងចាប់ដើមរៀបចំតាំងពីពេលនោះរហូតមកដល់ក្នុងពេលបច្ចុប្បន្នសូម្បីតែ logo ផងយើងហ្នឹងក៏យើងអាប់ដេត4ដងហើយមកចេញជារូបរាង logo រូបរាងផ្ទះដូចផ្ទះអញ្ចឹង logo ផងយើងគ្រាន់តែឃើញតែ logo គេដឹងថាយើងនៅក្នុងវិស័យអីមកហើយតាក់ទងជាមួយនឹងការតំណាក់តំណងមកខាងក្រុមហ៊ុនយើងអាចមានទាំងក្នុងពេលបច្ចុប្បន្នហ្នឹងយើងប្រើ Telegram បាទ Telegram តោះខ្លួនខ្ញុំផង Telegram ផងក្រុមហ៊ុនផងហើយនឹងយើងអាចតំណាក់តំណងទៅតាមបណ្ដាញសង្គម Facebook ក៏បាននៅក្នុង YouTube យើងក៏មាននៅក្នុង Instagram ក៏មានយើងមានតាក់ទងជាមួយនឹងប្រព័ន្ធ social media គឺយើងមានមួយ set បាទល្អណាស់បាទនេះជាចំណុចមួយដែលល្អសម្រាប់ម្ចាស់អាជីវកម្មបាទនៅក្នុងយុគសម័យ digital បងប្អូនត្រូវតែមានបណ្ដាញទំនាក់ទំនងទាំងអស់បាទមិនត្រឹមតែ YouTube Telegram TikTok អីទេរបស់ណាដោយដែលអត់គិតលុយអត់អស់លុយហ្នឹងបងប្អូនប្រើឲ្យអស់លទ្ធភាពបាទហើយជាពិសេសខាង Bayon App ក៏ចឹងដែរ Bayon App ជា eco platform មួយដែលនៅក្នុងវិស័យអចលនទ្រព្យអ្នកដែលពាក់ព័ន្ធនៅក្នុងវិស័យអចលនទ្រព្យទាំងអស់គឺអាច download យកទៅប្រើប្រាស់បានមិនថាបងប្អូនជាភ្នាក់ងារមិនថាបងប្អូននៅក្នុងវិស័យផ្នែកច្បាប់ផ្នែកអីឲ្យពាក់ព័ន្ធក្នុងអចលនទ្រព្យណាបងលឿនអត់ពន្ធឯកសារអីហ្នឹងគឺកាត់ពន្ធកាត់អីហ្នឹងគឺយើងចូលមកក្នុង Bayon App គឺមានបាទគឺមានព័ត៌មានទាំងអស់ហ្នឹងបាទហើយក៏សូមអរគុណបងច្រើនដែរដែលបានអញ្ជើញមកហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអញ្ជើញបងមកពិភាក្សាអំពី topic ថ្មីៗទាក់ទងទៅក្នុងវិស័យអចលនទ្រព្យនឹងបន្តទៀតហើយសង្ឃឹមថាបងនឹងអនុញ្ញាតចូលរួមក្នុងការធ្វើបទសម្ភាសន៍និងចែករំលែកនៅចំណេះទាំងអស់នេះជូនបងប្អូនទាំងអស់គ្នាទស្សនានៅក្នុងកម្មវិធី Bayon App បងបាទបងបាទយើងបើនិយាយទៅតាក់ទងជាមួយនឹងការចែកម្លែកចំណេះដឹងណាយើងរីករាយក្នុងការចែកម្លែកដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានយល់បានដឹងបានស្គាល់ពីព្រោះថានៅក្នុងវិស័យអចលនទ្រព្យវាទូលំទូលាយខ្លាំងណាស់ក្នុងថ្ងៃនេះយើងជជែកតាក់ទងជាមួយនឹងតែពន្ធប្រថាប់ត្រាមួយមុខទេប៉ុន្តែធៀបពិតពន្ធដែលជាប់ពាក់ព័ន្ធជាមួយនឹងអចលនទ្រព្យមិនមែនមានតែមួយមុខហ្នឹងទេមានច្រើនបាទនៅមានច្រើនទៀតនៅមាន4មុខផ្សេងទៀតបាទអញ្ចឹងសង្ឃឹមថាយើងនឹងមាន4វីដេអូឃ្លីបផ្សេងទៀតអរគុណច្រើនបាទ
ចឹងអរលោកលោកស្រីនាងកញ្ញាដោយសារពេលវេលាយើងខ្លីសូមជម្រាបលាប៉ុណ្ណេះហើយបងប្អូនសូមរងចាំទស្សនាវីដេអូថ្មីៗបន្តទៀតកុំភ្លេចសូមជួយ like និង share ហើយបើមានចម្ងល់សូម comment ពីក្រោមបាទនៃវីដេអូនេះបាទសូមអរគុណបាទសូមជម្រាបលាបាទ Beyond App ជាប្រព័ន្ធ Eco Platform អចលនទ្រព្យ Digital សម័យថ្មីជួយផ្សព្វផ្សាយអចលនទ្រព្យដែលចង់លក់ឬចង់ទិញឲ្យទៅចំអតិថិជនគោលដៅតាមរយៈការផ្ញើសារនិងភូមិផ្គងដោយស្វ័យប្រវត្តិ